ត្រីងៀតឬក៏សាច់ងៀតហ្នឹងនៅពេលដែលយើងធ្វើប្រឡាក់ហាលញ៉ាំខ្លួនឯងរសជាតិមិនដែលថាដូចគ្នាមិនទេប្រឡាក់10 ដងអាចថានឹងខុសគ្នាទាំង10 ដងពេលខ្លះក៏ប្រឡាក់បានឆ្ងាញ់ពេលខ្លះក៏រៀងសាពេលខ្លះក៏រៀងប្រៃពេលខ្លះក៏រៀងផ្អែមអីចឹងទៅដោយសារតែគ្រឿងដែលយើងប្រើប្រឡាក់ហ្នឹងពេលខ្លះអាចថានឹងគ្រឿងច្រើនជាងសាច់ឬក៏សាច់ច្រើនជាងគ្រឿងឬក៏ពេលខ្លះស្ករច្រើនជាងអំបិលច្រើនជាងស្ករយើងប្រឡាក់អត់ស្មើដៃអញ្ចឹងរសជាតិក៏មិនអាចឆ្ងាញ់បានដែរបើសិនជាត្រីឬក៏សាច់ដែលយើងប្រឡាក់នឹងតិចតួចគឺយើងងាយស្រួលនៅក្នុងការដាក់គ្រឿងទេតែបើថាចូលដល់2 3 គីឡូអាចពិបាកនៅក្នុងការលៃគ្រឿងដាក់បន្តិចថាប៉ុណ្ណាមិនល្មមឆ្ងាញ់តែបើសិនជាយើងមានរូបមន្តប្រឡាក់ច្បាស់លាស់ទោះបីជាច្រើនប៉ុណ្ណាក៏យើងអាចប្រឡាក់ឲ្យត្រីងៀតនឹងឆ្ងាញ់បានដែរនិយាយទៅគឺថាប្រឡាក់10 ដងឆ្ងាញ់ទាំង10 ដងអញ្ចឹងវីដេអូថ្ងៃនេះនាងខ្ញុំនឹងបង្ហាញជូនបងប្អូនតាក់ទងនឹងរូបមន្តប្រឡាក់ត្រីងៀតដែលនាងខ្ញុំតែងតែប្រើប្រឡាក់ត្រីរាល់ដងដោយសារតែមួយថ្ងៃមុនហ្នឹងគឺមានបងប្អូនយើងគាត់បានឆាតមកសួរតែមើលទៅប្រហែលជាគាត់ទៅឃើញវីដេអូនាងខ្ញុំធ្លាប់ធ្វើត្រីងៀតប្រឡាក់ហាលមុនណូអញ្ចឹងទៅគាត់ទៅមើលឃើញគាត់ក៏ឆាតសួរគាត់ចង់ដឹងពីរូបមន្តប្រឡាក់ត្រីងៀតគាត់ចង់ចេះប្រឡាក់ដែរព្រោះអីភាគច្រើនពេលដែលគាត់ប្រឡាក់ហ្នឹងច្រើនតែប្រៃច្រើនតែសាបដូចនេះខ្ញុំបញ្ជាក់ជូនបងប្អូនពីដើមវីដេអូមិញអញ្ចឹងណាអញ្ចឹងទៅនេះខ្ញុំក៏ធ្វើបង្ហាញបងប្អូនហើយអ្នកតែនេះខ្ញុំប្រឡាក់រសជាតិប៉ុណ្ណឹងគឺល្មមឆ្ងាញ់ឥឡូវកុំឲ្យខាតពេលមកតាមដានទស្សនាទាំងអស់គ្នាដើម្បីអាចធ្វើត្រីងៀតបានជាដំបូងគឺយើងត្រូវការមានត្រីជាមុនសិនអញ្ចឹងត្រីដែលនេះខ្ញុំប្រើថ្ងៃហ្នឹងគឺត្រីរស់និងត្រីដែងតែបើសិនជាបងប្អូនចង់ប្រើត្រីអីផ្សេងក៏បានដែរហើយត្រីដែងត្រីរស់ហ្នឹងគឺបងប្អូនប្រុសនេះខ្ញុំគេរកបានខ្លះហើយនឹងយើងទិញគេថែម2 គីឡូទៀតដោយសារតែរកបានខ្លួនឯងហ្នឹងវារៀងតិចពេកអញ្ចឹងយើងដាក់ថែម2 គីឡូទៀតហើយត្រីទាំងអស់ហ្នឹងយកមកដល់គឺសុទ្ធតែរស់ទាំងអស់អញ្ចឹងគឺយើងត្រូវតៃសាកវាជាមុនសិនរបៀបនៅក្នុងការតៃសាកត្រីហ្នឹងគឺអត់មានពិបាកទេគ្រាន់តែដាក់វាចូលនៅក្នុងធុងចាកាប់តកដាក់ចូល2 ដុំដោយបងប្អូនឃើញមុនហ្នឹងអញ្ចឹងយើងចាក់ទឹកចូលត្រាំវាប្រហែលជាកន្លះម៉ោង1 ម៉ោងទៅគឺវាស្ដុកស្ដឹងបែបហ្នឹងហើយរឹងសាច់ល្អទៀតហើយពេលដែលធ្វើហ្នឹងបងប្រុសនេះខ្ញុំគេអ្នកជួយសកាត្រីរស់ត្រីដែងគឺពិបាកនៅក្នុងការពុះក៏ប៉ុន្តែអត់មានចាំបាច់ពិបាកសកាទេតើដល់ទៅពេលត្រីរស់ងាយស្រួលនៅក្នុងការពុះជាងត្រីដែងដោយសារតែវាអត់ល្អដូចត្រីដែងទេប៉ុន្តែវាពិបាកនៅក្នុងការសកានិយាយទៅមួយយ៉ាងម្នាក់ត្រីរស់បន្ទាប់ពីយើងសកាហើយយើងធ្វើការកាត់ក្បាលវាចេញត្រីដែងក៏ដូចគ្នាដែរពេលដែលយើងកាត់ក្បាលវាហើយគឺយើងអត់ទាន់ពុះទេកាត់ឲ្យអស់ហើយបានយើងយកវាទៅកជ្រោកទឹកលាងឲ្យអស់ជាតិរំអិលអាឈាមអីដែលជាប់ប្រឡាក់ត្រីហ្នឹងគឺយើងលាងទឹកឲ្យស្អាតហើយបន្ទាប់មកយើងសម្រោះវាបានយើងយកវាមកពុះតែបើសិនជាយើងពុះហើយបានយកទៅលាងទឹកគឺវាធ្វើឲ្យសាច់ត្រីរបស់យើងឡើងស្លេកហើយតែថាយើងធ្វើបែបនេះពេលដែលយើងពុះទៅវាមិនមានឈាមតិចជាប់នឹងសាច់ត្រីរបស់យើងប្រឡាក់ដាក់ហាលទៅគឺត្រីរបស់យើងហ្នឹងគឺក្រហមល្អសាច់វាល្អនាងខ្ញុំឃើញបងប្អូនយើងខ្លះពេលដែលគាត់ធ្វើត្រីងៀតត្រីរស់ហ្នឹងដើម្បីឲ្យក្រហមសាច់ល្អត្រីហ្នឹងយកមកដល់គឺគាត់ក៏ជ្រោកលាងទឹកទាំងសកាទាំងក្បាលបន្ទាប់មកបានគាត់សកាកាត់ក្បាលគឺគាត់ពុះប្រឡាក់យកហ្មងធ្វើបែបហ្នឹងគឺត្រីរបស់យើងកាន់តែក្រហមសាច់ល្អដោយសារតែវានៅជាប់ឈាមត្រីច្រើនតែនាងខ្ញុំអត់ទេពេលដែលសកាហើយគឺត្រូវការលាងទឹកមកតង់សិនដោយសារតែវារំអិលច្រើនពេកនិយាយទៅគឺថាតាមចំណង់ចំណូលចិត្តយើងទេយើងចង់ធ្វើបែបណាក៏បានដែរចឹងនេះគឺយើងចាប់ផ្ដើមពុះហើយរបៀបនៅក្នុងការពុះគឺអាចនឹងខុសគ្នាសម្រាប់ពូចុងភៅគឺគាត់ចូលចិត្តពុះបែបហ្នឹងចាយើងពុះត្រីរស់ហើយគឺយើងជ្រៀកឆ្អឹងផាងវាបែបហ្នឹងប្រឡាក់ទៅគឺវាចូលជាតិបានល្អឬក៏គេពុះមួយយ៉ាងទៀតហ្នឹងគឺគេអត់មានចាំបាច់ផាងឆ្អឹងអញ្ចឹងទេគឺគេជ្រៀកនិយាយទៅរបៀបនៅក្នុងការពុះត្រីធ្វើត្រីអីហ្នឹងគឺយើងអាចធ្វើទៅតាមចំណង់ចំណូលចិត្តចំណេះជំនាញដែលយើងមានធ្វើមិនក៏បានដែរសំខាន់លើការដាក់គ្រឿងប្រឡាក់ទេយើងដាក់គ្រឿងត្រូវត្រីយើងពុះល្មិចក៏យើងប្រឡាក់ចេញឆ្ងាញ់ដែរហើយត្រីដែងនេះក៏ដូចគ្នាដែរចាគឺយើងពុះផាងដូចត្រីរស់មិនអញ្ចឹងយើងអាចឆ្កឹះអីវាចេញហើយតែយើងអត់ជ្រៀកឆ្អឹងដូចត្រីរស់ទេគឺយើងត្រឡប់វាមកខាងបន្ទាប់មកយើងជាអាសាច់ខ្នងវាមកខាងទៀតនេះចាគឺយើងជាផាងវាចេញមកហើយឬក៏គេមានមួយរបៀបទៀតហ្នឹងគឺគេជ្រៀកកន្លែងឆ្អឹងវាអត់ចាំបាច់ផាងសាច់ចេញមកអញ្ចេះទេគឺគេជ្រៀកកន្លែងឆ្អឹងវាមកឆោតទៀតគឺអូខេហើយពេលដែលពុះហ្នឹងគឺខ្ញុំបានបង្ហាញបងប្អូនពីរបៀបពុះច្រើនរបៀបទេចាបង្ហាញតែមួយតែការពុះគឺវាមានច្រើនចាច្រើនរបៀបច្រើនសន្តានយើងចង់ពុះមិនក៏បានដែរដូចនេះខ្ញុំបញ្ជាក់ជូនមិញអញ្ចឹងសំខាន់លើការដាក់គ្រឿងប្រឡាក់ទេហើយពេលដែលយើងប្រឡាក់ត្រីងៀតហ្នឹងបើសិនជាយើងចង់ឲ្យត្រីរបស់យើងមានក្លិនឈ្ងុយយើងអាចបុកម្ទេសដាក់ប្រឡាក់ជាមួយក៏បានឬក៏បងប្អូនមិនចូលចិត្តក្លិនម្ទេសទេយើងអាចដាក់ខ្ញីឬក៏ដាក់ខ្ទឹមសក៏បានដែរអាហ្នឹងគឺវាជំនួយឲ្យត្រីងៀតរបស់យើងមានក្លិនឈ្ងុយហើយនេះជាគ្រឿងក្រៅដែលយើងប្រើសម្រាប់ប្រឡាក់ត្រីងៀតរបស់យើងមានតែអំបិលស្ករប៊ីចេងហើយនិងរំដេងដែលយើងបុកមិញអញ្ចឹងដើម្បីឲ្យត្រីងៀតរបស់យើងប្រឡាក់ទៅឆ្ងាញ់គឺយើងត្រូវការថ្លឹងទាំងសាច់ត្រីនិងគ្រឿងអញ្ចឹងជាដំបូងគឺយើងថ្លឹងត្រីជាមុនសិនរូបមន្តដែលខ្ញុំបង្ហាញបងប្អូននេះគឺចំនួនត្រីដែលយើងពុះហើយនឹង3 គីឡូអញ្ចឹងត្រី3 គីឡូហ្នឹងគឺយើងត្រូវការដាក់អំបិលហ្នឹងចំនួន70 ក្រាម
ស្ករស70ក្រាមហើយនឹងប៊ីចេង1ខាំតែបើសិនជាសាច់ត្រីរបស់យើង1គីឡូ2គីឡូឬក៏4 5គីឡូ6គីឡូ7គីឡូអីគឺយើងអាចលៃលោកដកគុណចែកគ្រឿងទៅតាមហ្នឹងទៅសំខាន់ពេលដែលយើងថ្លឹងគ្រឿងហ្នឹងគឺយើងថ្លឹងឲ្យត្រូវបើសិនជាយើងថ្លឹងខុសអានឹងរសជាតិក៏អាចប្រែប្រួលទៅតាមហ្នឹងដែរហើយមួយទៀតឧទាហរណ៍ថាបងប្អូនគិតថាអូរសជាតិប៉ុណ្ណឹងរៀងប្រៃពេកឬក៏រៀងផ្អែមពេកយើងអាចបន្ថយស្ករបន្តិចអំបិលបន្តិចនិយាយទៅគឺយើងលៃធ្វើមិនរសជាតិដែលយើងចង់បានហើយយើងកត់វាទុកទៅថាក្នុងចំនួនសាច់ត្រីដែលយើងពុះឲ្យ3គីឡូហ្នឹងយើងត្រូវដាក់ស្ករប្រមាណក្រាមអំបិលប្រមាណក្រាមប៊ីចេងប្រមាណក្រាមចាយើងរករសជាតិដែលយើងចង់បានយើងកត់ទុកទៅលើក្រោយយើងប្រឡាក់គឺមិនងាយខុសទេបងប្អូនហើយរសជាតិគឺនៅតែឆ្ងាញ់ដដែលតែសម្រាប់រូបមន្តអ្នកទេសនាងខ្ញុំគឺយើងប្រើសាច់ត្រីពុះឲ្យ3គីឡូអំបិលគឺយើងដឹងតែដាក់70ក្រាមស្ករ70ក្រាមប៊ីចេង1ខាំជាទូទៅគឺយើងប្រឡាក់តែប៉ុណ្្នឹងឯងមកល្មមឆ្ងាញ់ណាហើយបន្ទាប់ពីយើងច្បល់អំបិលស្ករប៊ីចេងរំដេងនិងសប់ចូលគ្នាហើយយើងចាប់ផ្ដើមយកវាមកប្រឡាក់ម្ដងមកកតុយមិនយើងដាក់សាច់ត្រីឲ្យចាក់គ្រឿងទាំងអស់ហ្នឹងចូលឈុចប្រឡាក់វាយកហ្មងគឺអត់ទេយើងប្រឡាក់វាមួយបែបហ្នឹងគឺធ្វើឲ្យគ្រឿងហ្នឹងវាជាប់ដិតជាមួយនឹងសាច់ត្រីរបស់យើងបានសប់ល្អហើយបើសិនជាបងប្អូនចង់ឲ្យត្រីងៀតរបស់យើងមានរសជាតិហឹរតិចៗអីយើងអាចប្រើម្ទេសហុយដាក់ប្រឡាក់ជាមួយក៏បានដែរនិយាយទៅរូបមន្តនៅក្នុងការប្រឡាក់ត្រីអាចថាមិនដូចគ្នាទេអ្នកខ្លះគាត់ប្រើលក្ខប្រឡាក់ដើម្បីឲ្យត្រីងៀតរបស់យើងឡើងក្រហមល្អឬមួយក៏គេដាក់ទឹកត្រីទឹកស៊ីអ៊ីវទឹកប្រេងខ្យងឬក៏ប្រេងល្ងអីចឹងទៅតែអ្នកផ្ទះនាងខ្ញុំគឺអត់មានប្រើគ្រឿងអីវែងឆ្ងាយទេក្រៅពីអំបិលស្ករប៊ីចេងហើយថ្ងៃហ្នឹងគឺដោយសារតែម៉ាក់គាត់ចង់ប្រឡាក់អណ្ដែងរដងគឺយើងអត់ដែរដាក់អណ្ដែងទេតែម៉ាក់គាត់ថាដាក់អណ្ដែងតិចៗទៅឲ្យវាឈ្ងុយយើងក៏បុកអណ្ដែងដាក់ប្រឡាក់វារួចហើយយើងក៏ផ្អាប់វាទុកបែបហ្នឹងទៅនៅពេលដែលអំបិលស្ករប៊ីចេងនឹងចាប់ផ្ដើមរលាយយើងក៏ច្បល់វាម្ដងទៀតយើងមិនមែនច្បល់តែម្ដងទេយើងច្បល់ឲ្យបាន2-3ដងទៅឲ្យគ្រឿងអីទាំងអស់ហ្នឹងវាសប់ជាតិជាមួយនឹងសាច់ត្រីរបស់យើងណាបើសិនជាមេឃនៅមានថ្ងៃអាចហាលត្រីបានគឺយើងប្រឡាក់ផ្អាប់ត្រឹមតែ2-3ម៉ោងយើងអាចដាក់ហាលបានហើយតែបើសិនជាករណីមេឃអស់ថ្ងៃពេលខ្លះយើងប្រឡាក់ពេលល្ងាចអីចឹងទៅមានថ្ងៃណាហាលអញ្ចឹងគឺយើងកុំដាក់វានៅខាងក្រៅយើងច្រកថង់ដាក់ចូលក្នុងទូក្លាសេឬក៏ធុងក្លាសេអីចឹងទៅព្រោះអីគ្រឿងដែលយើងប្រឡាក់ហ្នឹងគឺវាអត់ប្រៃខ្លាំងទេបើសិនជាយើងទុកចោលមួយយប់ឬក៏យើងទុកវាច្រើនម៉ោងណាវាអាចធ្វើឲ្យសាច់ត្រីរបស់យើងហ្នឹងគឺទៅជាឡើងហើមហើយអញ្ចឹងយើងដាក់ក្លាសេសិនទៅដល់ទៅពេលស្អែកឡើងមេឃចាប់ផ្ដើមក្តៅយើងដាក់ហាលវាទៅតែត្រីនេះខ្ញុំនេះគឺយើងប្រឡាក់ដូចជាខ្ទង់ម៉ោង2ដណ្ដំអញ្ចឹងយើងផ្អាប់ទុកដល់ម៉ោងខ្ទង់3អីហ្នឹងគឺយើងអាចដាក់ហាលបានព្រោះមេឃនៅមានកម្ដៅបើសិនជាបងប្អូនចង់ឲ្យវាស្ងួតល្អយើងហាល2ថ្ងៃអីអញ្ចឹងទៅតែបើថាយើងមុំទេហាលត្រឹមតែ1ថ្ងៃកន្លះហើយហ្នឹងគឺអូខេហើយសាច់ត្រីរបស់យើងវាមិនក្រៀមវាមិនស្ងួតខ្លាំងណាអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញជូនបងប្អូនមានតែប៉ុណ្្នឹងទេអត់បានបង្ហាញដល់កន្លែងត្រីស្ងួតទេព្រោះនេះខ្ញុំត្រូវមានការឡើងមកខេត្តសៀមរាបអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ